សុំម្ដងទៀត ខ្លាចបងជាឡាយតាមមើលមុខខ្ញុំ សួស្ដីបងអញជួយណែនាំឈ្មោះនឹងតួនាទីរបស់បងនៅបូឌីបានទេ សួស្ដីខ្ញុំឈ្មោះឈីឡៃខ្ញុំជាប្រធានគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនបូឌី នៅក្នុងអូហ្វីសបងមានឈ្មោះហៅក្រៅអត់ មានឈ្មោះ Mr Spicy បាយស៊ីហៅខ្លាំងណាស់នេះ បាទពេលខ្លះហៅពេលខ្លះបែប បងធ្វើការនៅក្នុងបូឌីរយៈពេលប្រហែលឆ្នាំហើយបង 2 ឆ្នាំកន្លះ នៅក្នុងធីមបងឯងមានសមាជិកប្រហែលអ្នកដែរ មាន22នាក់ បងឯងគិតថាអ្វីដែលជាឧបសគ្គនៅក្នុងពេលកំពុងធ្វើការ នៅកំពុងធ្វើការគឺឧបសគ្គគឺមានរឿងថ្មីរហូតលក្ខណៈថាធ្វើឲ្យយើងរកគំនិតថ្មីដើម្បីបង្កើនទៅលើនៅក្នុងក្រុមរបស់យើងណានៅក្នុងក្រុមហ៊ុន ចំពោះការស្លៀកពាក់វិញបងឯងមាន style ប្រចាំខ្លួនមិនដែរ ស្លៀកពាក់របស់ខ្ញុំតាមធម្មតា style របស់ខ្ញុំដូចជាសម័យខ្ញុំអត់ចូលចិត្តតែ smart ប៉ុណ្ណឹងនេះដោយសារតែខ្ញុំ នៅមុខកាមេរ៉ាខ្ញុំ smart តិចហ្នឹង នៅក្នុងបំពេញយើងកន្លែងណាដែលបងឯងចង់ទៅ ខ្ញុំដូចជាអត់ចូលចិត្តខ្ញុំចូលចិត្តទៅកន្លែងស្ងាត់ព្រៃតំបន់ព្រៃ បោះតង់ឡើងក្នុងអី បាទ អូសុំពាក្យ3ម៉ាត់ខ្លីៗពីបូឌីបង ធ្វើរៀនផ្លាស់ប្ដូរ នៅក្នុងបូឌីបងឯងគិតថាអ្នកគេដែលកំ pl ែងជាងគេ នៅក្នុងក្រុមរបស់ខ្ញុំមានកូនក្មេងស្រីម្នាក់ជាបុគ្គលិករបស់ខ្ញុំឈ្មោះឡែនគាត់កំ pl ែងបែបមុខស្ងួត ពេលដែលបងធ្វើការបងចូលចិត្តប្រើ Office tool មួយណាជាងគេ ចូលចិត្ត Excel ដោយសារតែ tool មួយហ្នឹងគឺជួយខ្ញុំច្រើនក្នុងផ្នែកលក់ ចំពោះពេលចុងសប្តាហ៍បងចូលចិត្តទៅជប់លៀងកន្លែងណា អត់ចូលចិត្តជប់លៀងទេចូលចិត្តទៅខេត្តបោះតង់នៅក្នុងព្រៃស្ដាប់សំឡេងសត្វយំ សុំពាក្យមួយម៉ាត់ពីថ្ងៃច័ន្ទ ថ្ងៃល្អ ពេលចូលធ្វើការដំបូងបងឯងមានរឿងអីដែលហួសចិត្តជាងគេអត់ ហួសចិត្តជាងគេគឺមានធីមតែ3នាក់ តែឡើយបងឯងមាន22 ខ្ញុំមាន22នាក់ ចាដែរ អរទៅកាន់បងជាឡាយអរគុណដែលបានចូលរួមក្នុងវីដេអូនេះ បាទអរគុណច្រើន